Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងនឹងកុំភ្លេចជួយ Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងពេលទី1បានចាប់ផ្ដើមជាមួយនឹង Nisu Slash គាត់បានប្រកាសថាការប្រពៃពិធីចប់ឆេងគឺត្រូវបានប្រព្រឹត្តឡើងមនុស្សម្នាក់ដែលបានប្រព្រឹត្តឡើងមុនគេគឺជាអបាយយេហ្វានដែលចប់ឆេងរបស់គេទូបាននៅ Sosman នៅគ្រប់គ្នាមានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពដែលកូននឹងទទួលបានសមត្ថភាព Sosman របស់គេទូបាននៅកម្រិតកម្រជាពិសេសនេះគឺជាតួឯកផលរបស់យើងយីលីគាត់បានរៀបអបឲ្យពួកយើងដឹងថានេះគឺជាយុគសម័យដែលធ្វើការផ្លាស់ប្ដូរចប់ឆេងរាប់រយឆ្នាំមុនលំហគឺត្រូវបានប្រើបែកបញ្ចេញនៅ Demon ជាច្រើនហើយមានតែអ្នកជាប់ឆេងនោះទេទើបទទួលបាននៅសមត្ថភាពអាចចាត់ការទៅកាន់ Demon ទាំងអស់នោះបានហើយសាយើងក៏បានបង្ហាញនៅលោកគ្រូពីរនាក់ផងដែរដែលបរិះចំណាំអ្នកនេះគាត់មានឈ្មោះថាគូថៃប៉ៃតែគាត់គឺជាប្រចារ្យនៃ Guild មួយផងដែរចំណែកឯម្នាក់នោះគឺជាលោកគ្រូឈិនគាត់សើទៅកាន់យេហ្វានខ្លាំងមែនទែនដោយសារយេហ្វានគឺទទួលបាននៅសមត្ថភាពសស្មានកម្រិតកម្រសមត្ថភាពអាកូននឹងចង់ចូលទៅកាន់ Guild ធំណាមួយក៏បានដែរឲ្យតែក្បាលបានវេចង់ចូលអនាគតរបស់កូននឹងគឺគ្មានដែនកំណត់នោះទេហើយបន្តមកក៏បានប្រកាសឈ្មោះលីយីបន្តផងដែរមិញខ្ញុំហាក់ដូចជាហៅឈ្មោះទៅកាន់តួឯករបស់យើងខុសនៅពេលដែលលីយីគឺបានដើរម្ដងគ្រប់គ្នាបានដឹងថាលីយីរបស់យើងគឺជាកូនមែនដែលជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុន Winmap អ្វីត្បិតតែលីយីគឺជាកូនមែនប៉ុន្តែសមត្ថភាពរបស់គេគឺខ្សោយខ្លាំងមែនទែនពួកគេសន្និដ្ឋានថាលីយីមិនអាចចប់ឆេងបាននោះទេចំណែកឯថៃប៉ៃវិញជាមួយនឹងលោកគ្រូចិនកំពុងតែសួរគ្នាថៃប៉ៃគាត់បាននិយាយថាចំហាយរបស់តួឯករបស់យើងពោពេញទៅដោយចំហាយមុនណាគាត់សន្និដ្ឋានថាលីយីនឹងអាចដាស់ឡើងនៅសមត្ថភាពចប់ឆេងបាននោះទេលោកគ្រូចិនគាត់បានគិតអំពីសម្ដីរបស់លីកាងដែលជាឪពុករបស់លីយីថាបើសិនបើកូនផលរបស់គាត់ដាស់ឡើងនៅសមត្ថភាពបានគាត់នឹងឧបត្ថម្ភមកកាន់សាលារបស់ពួកគេបន្ថែមទៀតប៉ុន្តែមើលទៅប្រហែលជាមិនអាចនោះទេលេខមកមើលខាងចប់ឆេងរបស់លីយីវិញម្ដងគេក៏រយើងដឹងថាបើសិនបើមនុស្សម្នាក់អាចផ្លាស់ប្ដូរចប់ឆេងរបស់គេទៅបាននៅ profession ណាមួយមនុស្សម្នាក់នោះនឹងឡើងខ្ពស់ទៅដែរខ្លាចទៅជាវីរៈប្រុសក៏អាចបានប៉ុន្តែបើសិនបើមនុស្សម្នាក់នោះមិនអាចផ្លាស់ប្ដូរចប់ឆេងរបស់គេទទួលបាននៅ profession ណាមួយនោះទេមនុស្សម្នាក់នោះនឹងខ្លាចទៅជាសម្រាមបរាជ័យពេញមួយជីវិតរបស់គេចំណែកលីយីរបស់យើងវិញអត់ខ្វល់ទេក្រោយសារតែគេគឺជាកូនអ្នកមានហ្នឹងឯងមានលុយចាយមកទោះជាចប់ឆេងមួយនេះមិនទទួលបាននៅ profession ណាមួយក៏ដោយឥឡូវនេះផងដែរចប់ឆេងរបស់គេបានចាប់ផ្ដើមថាមពលខ្មៅងឹតបានពតជុំវិញទៅកាន់លីយីចោលបបោកយ៉ាងខ្លាំងធ្វើគ្រប់គ្នាភ័យខ្លាចខ្លាំងមែនទែនដោយសារតែពួកគេបានឃើញថាពពកគឺបានខ្មៅងឹតហើយនៅលើពពកហ្នឹងផងដែរមានកងទ័ពខ្មៅជាច្រើនជាមួយនឹងសត្វអណ្ដាតភ្លើងឈីលីនផងដែរចំណែកឯលីយីវិញគេបានកាន់ត្រាមួយហាក់ដូចជាស្ដេចចឹងកងទ័ពបានគោរពទៅកាន់លីយីហើយលីយីក៏បានដាក់សម្ពាធឲ្យមនុស្សគ្រប់គ្នាដែលតន់ខ្សោយនឹងគោរពមកកាន់គេដូចគ្នាហើយគ្រប់គ្នាក៏បានលុតជង្គង់និងគោរពទៅកាន់លីយីដោយស្ដាប់បញ្ជារបស់គេថៃប៉ៃគាត់ក៏បានប្រើនៅសមត្ថភាពរបស់គាត់ដើម្បីស្វែងយល់នៅ profession ដែលលីយីទទួលបានពីការផ្លាស់ប្ដូរចប់ឆេងរបស់គេតែអាចធ្វើឲ្យមនុស្សគ្រប់គ្នាជាសិស្សធម្មតាដែលគ្មានសមត្ថភាពនឹងធ្វើពួកគេលុតជង្គង់បានតើវាគឺជាអ្វីគាត់នៅតែមិនដឹងច្បាស់ហើយសូម្បីតែមនុស្សដែលលុតជង្គង់នឹងពួកគេក៏មិនដឹងថាហេតុអ្វីបានជាពួកគេលុតជង្គង់ផងដែរបន្ទាប់ពីចប់ឆេងនេះគឺត្រូវបានបញ្ចប់លោកគ្រូមិនដឹងថាលីយីទទួលបាននៅសមត្ថភាពអីនោះទេលីយីក៏បាននិយាយថាបើកប្រព័ន្ធហើយនៅពេលនោះផងដែរ system មួយក៏បានលេចឡើងហើយក៏បានរៀបរាប់ឲ្យយើងដឹងថាលីយីគឺទទួលបាននៅសមត្ថភាពកំពូលមួយនៅក្នុង Underworld អំណាចរបស់គេគឺអំណាចនៃស្ដេចនរោទាំង10និងអំណាចនៃផ្លូវទាំង6នៃការចាប់បដិសន្ធិឡើងវិញហើយអំណាចនេះត្រូវបានហៅថាស្ដេចនរោឬក៏យមរាជហ្នឹងឯងហើយលីយីតំណាងឲ្យអំណាចនៃការស្លាប់និងការវិនិច្ឆ័យប៉ុន្តែលីយីអត់សូវយល់ជាមួយនឹងអំណាចរបស់គេនោះទេហើយដើម្បីបានជាគេទទួលបាននៅសមត្ថភាពស្ដេចនរោហើយគ្រាន់តែគិតនឹងលីយីគឺថាគេកំពុងតែដាក់ឈ្មោះអាណាស្លាប់ចឹងទៅគូយកតែម្ដងលីយីរៀននឹងដើរចេញហើយថៃប៉ៃគាត់បានសួរទៅកាន់លីយីចង់ដឹង
នៅ profession ដែលគេទទួលបានលីយីបានប្រាប់ថា Underworld Supreme គាត់អត់ធ្លាប់ឮនៅ profession មួយនេះនោះទេតែវាគឺជាអ្វីដើម្បីមកសង្ស័យយ៉ាងគាត់បានប្រាប់ឲ្យលីយីបង្ហាញនៅសមត្ថភាពរបស់គេគាត់បានឃើញហ្មងទៅនៅពេលហ្នឹង system ក៏បានប្រាប់លីយីផងដែលសមត្ថភាពរបស់គេគឺជាសភៅនៃជីវិតនៃការស្លាប់ដូច្នេះហើយបើលីយីចង់គាត់អាចកំណត់គោលដៅទៅលើគ្រួសាររបស់ពួកគេឬក៏ទៅលើពួកគេដោយផ្ទាល់បាននេះយើងគ្រាន់តែគិតប៉ុណ្ណឹងក៏ដឹងផងដែរហើយលីយីវិញគេក៏បានដាក់ target មួយទៅលើថៃប៉ាយកតែម្ដងកាំងខ្លាំងមែនតើអាកូនហ្នឹងចំណែកឯអ្នកទាំងពីរវិញមិនដឹងថាលីយីធ្វើអីនោះទេគាត់គ្រាន់តែចង់មើលឃើញនៅសមត្ថភាពរបស់លីយីតែប៉ុណ្ណោះទោះជាសមត្ថភាពរបស់គេមិនអាចវាបានបានក៏ដោយប៉ុន្តែបើប្រូលីយីរបស់យើងវិញគ្មានតែខ្វល់នោះទេដោយសារលីយីគឺអត់ចង់បង្ហាញបែបហ្នឹងហើយដូច្នេះហើយគាត់ក៏បានចាកចេញតែម្ដងទៅហើយមិនភ្លេចនោះទេគាត់នឹងរងចាំមើលនៅការបង្ហាញសមត្ថភាពរបស់លីយីនាពេលខាងមុខនៅក្នុងសមរភូមិការវិយុទ្ធរបស់ពួកគេហើយសមរភូមិមួយនឹងផងដែរគឺជាសមរភូមិដែលត្រូវបានប្រព្រឹត្តឡើងដោយអ្នកមានទេពកោសល្យជាច្រើនធ្វើការប្រយុទ្ធគ្នាដណ្ដើមជើងឯកហ្នឹងឯងលីយីមិនដឹងថាការប្រកួតល្បល់កាច់ហ្នឹងគឺជាការប្រកួតដែលគេទទួលបានសំណាងឬក៏បាត់បង់ប្រយោជន៍ទៅវិញនោះទេគេពិតជាមិនចាប់អារម្មណ៍ឡើយសំខាន់ពេលនេះគេចង់ទៅទៀតក៏ដូចជាចង់ relax និងពេលបន្តផងដែរគេនឹងធ្វើការដឡើង កម្រិតរបស់គេផងដែរ system ក៏បានប្រាប់ទៅកាន់លីយីដោយសារលីយីមាន conquer barrel ដូច្នេះហើយ system ក៏បានផ្ដល់រង្វាន់ពីរឲ្យលីយីធ្វើការជ្រើសរើសហើយគេអាចជ្រើសរើសបានតែមួយតែប៉ុណ្ណោះធ្វើឲ្យលីយីឆ្ងល់ផងដែរប៉ុន្តែវាមិនឯនោះទេបន្តមកក៏បានបង្ហាញឲ្យលីយីក៏បានចាប់អារម្មណ៍ជាមួយនឹង skill មួយផងដែរដែល ability នឹងផងដែរគឺត្រូវបានហៅថាកញ្ចក់កម្មពេលហើយបន្តពីលីយីឃើញបែបហ្នឹងហើយក៏គិតពីការសម័យបន្តពីទទួលបាននៅសមត្ថភាពហ្នឹងនឹងថាកូនហ្នឹងគិតអីនោះទេប៉ុន្តែអត្ថន័យនៃកញ្ចក់កម្មពេលហ្នឹងក៏ខ្ញុំមិនដឹងស្អីផងដែរគិតសម័យមើលខ្លួនឯងលេងសិនទៅហើយលីយីក៏បានចុចជ្រើសរើសយកវាប៉ុន្តែដើម្បីទទួលបាននៅ ability មួយហ្នឹងលីយីត្រូវតែធ្វើការ unlock level របស់គេឈានទៅដល់ level 15ផងដែរដែលធ្វើឲ្យលីយីកាំងខ្លាំងមែនទេអានេះពងខ្ជិលឡងហ្នឹងប៉ុន្តែមិនទេចាំដល់តែខ្ញុំគិតទៀតបន្តមកសាយើងក៏បានកាន់នៅពេលដែលប្រូលីយីបាន teleport មកដល់វិមានដ៏ស្កឹមស្កាយរបស់គេវិញហើយមាននារីបម្រើជាច្រើនចាំទទួលទៅកាន់លោកម្ចាស់តូចនៅពេលដែលមកដល់ហើយលីយីក៏បានឲ្យប៉ៃលូជូនគេទៅកាន់បន្ទប់ដែលផ្ទុកទៅដោយសម្ភារៈកម្រដូចជាឧបករណ៍អាវុធវេទមន្តអីនឹងជាដើមដែលប៉ៃលូនឹងគឺជាមេការរបស់គ្រួសាររបស់គេឲ្យមើលទៅប៉ៃលូក៏បាននាំលីយីទៅមើលនៅកន្លែងដែលផ្ទុកទៅដោយសម្ភារៈនិងវត្ថុវេទមន្តទាំងអស់នោះដែលវាស្ទើរទុកនៅវត្ថុកម្រជាច្រើនដែលត្រូវបានបែងចែកទៅជា4កម្រិតមានកម្រិតកម្រកម្រិតពិសេសកម្រិត epic កម្រិត legendary សំខាន់ពីមានរបស់គេផ្ទុកទៅដោយ equipment ល្អខ្លាំងមែនទែនដូច្នេះហើយក៏ឲ្យលីយីជ្រើសរើសទៅចង់ចូលទៅកាន់ទីកន្លែងណាមុនវាមានសម្ភារៈអសតអីហ្នឹងក៏ដូចជាអាវុធវេទមន្តអីជាដើមហើយបន្តមកក៏បាននាំលីយីទៅកាន់បន្ទប់ហ្នឹងតែម្ដងបន្ទប់ដែលប៉ៃលូបាននាំលីយីមកដល់ហ្នឹងគឺជាបន្ទប់ដែលផ្ទុកទៅដោយសម្ភារៈកម្រហើយវាគឺជាអាវុធវេទមន្តនៅក្នុងការជួយទៅកាន់លីយីចង់បានមួយណាក៏បានដែរសាច់ក្បាលវ៉ាល់របស់ប្រូហ្នឹងនោះទេលីយីក៏ចង់ដឹងតម្លៃរបស់អាវុធវេទមន្តហ្នឹងផងដែរតើវាមានតម្លៃប្រហែលខ្លះទៅលីយីប្រហែលជាមិនដឹងនោះទេថា item របស់ហ្នឹងគឺវាមានតម្លៃខ្លាំងមែនទែនដោយសារតែវាគឺទទួលបានបន្តពីឪពុករបស់គេជាតារបស់គេឯជាដើមធ្វើការប្រមាញ់ទៅកាន់ monster demon ហើយបន្តពីសម្លាប់ទៅកាន់ពួកវាក៏បានទម្លាក់ item ដល់នោះមកហើយមានអាវុធវេទមន្តខ្លះទៀតទទួលបានអំពីការជួញដូរការរឹបអូសបំណុលអីជាដើមហ្នឹងគ្រាន់តែនិយាយប៉ុណ្ណឹងធ្វើឲ្យប្រូលីយីរបស់យើងកាំងខ្លាំងមែនទែនគ្រួសាររបស់គេមានអំណាចខ្លាំងដល់ថ្នាក់ហ្នឹងផងប៉ុន្តែគេហាក់ដូចជាអត់ចង់បានប្រមាណនោះទេដោយសារតែប្រភពរបស់គេរៀងក៏ក្រៃតិចប៉ៃលូបាននិយាយថាបើមិនចឹងនោះទេលោកម្ចាស់ធ្វើការប្រមាញ់ដោយខ្លួនឯងនឹងទទួលបាននៅ equipment ទាំងអស់នោះដោយខ្លួនឯងទៅវាមិនប្រសើរជាងប៉ុន្តែទទួលបានប្រហែលជារបស់ធម្មតាតែប៉ុណ្ណោះឬបែបហ្នឹងហើយលីគាត់បានប៉ាសែតមិននោះទេឪពុករបស់គេអស្ចារ្យមែនតើបន្តមកនាងក៏បានសើចហើយឲ្យលីជ្រើសរើសនៅ equipment ដែលគេចង់បាននឹងចូលចិត្តទៅយកមួយណាក៏បានដែរដោយសារតែវាសុទ្ធតែរបស់គ្រួសាររបស់គេទាំងអស់បន្តមកលីក៏បានទៅពិនិត្យនៅ
ឲ្យក្បត់បានក៏ដូចជាអាចធ្វើតនោះលោកយាយមិនបានរំពឹងទុកនោះទេថាអាចធ្វើតនោះគឺវាមានតម្លៃខ្លាំងមែនទែននៅពេលដែលគេចូលទៅកាន់ដានចិនមិនភ័យនោះទេតែត្រូវបានសម្លាប់ដោយសារតែមានអាចធ្វើល្អជាមួយនឹងអាវុធវេទមន្តល្អហ្នឹងហើយដូច្នេះហើយពេលបន្ទាប់គេនឹងទៅកាន់ដានចិនយកថែម្ដងហើយសាច់រឿងក៏បានកាន់នៅពេលដែលលីយីបានមកដល់ដានចិនក៏បានឃើញមនុស្សមួយក្រុមកំពុងតែប្រកាសផងដែរដែលក្រុមនឹងផងដែរគឺជាក្រុមដែលជួយអូលូផែលទៅកាន់អ្នកថ្មីអីចឹងទៅចំណែកលីយីក៏បានចូលទៅមើលនៅដានចិនមួយផងដែរដែលវាគឺជាដានចិនប្រភេទ Skeleton ដែលវាកម្រិតគ្រោះថ្នាក់ក៏ខនបើផងដែរគឺ High Level ដូច្នេះហើយបើចង់ចូលម្នាក់ឯងរៀងមានភាពគ្រោះថ្នាក់បន្តិចនៅពេលហ្នឹងផងដែរនៅពេលដែលឃើញណាលីយីរបស់យើងគឺចង់ចូលទៅកាន់ទីកន្លែងហ្នឹងម្នាក់ឯងថែមទាំងលីយីគឺជាដៃថ្មីទៀតនោះដូច្នេះហើយពួកគេមើលងាយទៅកាន់លីយីខ្លាំងមែនទែនហើយនៅពេលដែលនិយាយដល់លីយីមកដល់ពីក្រោយពួកហ្នឹងពិតជាភ័យខ្លាំងមែនទែននៅពេលដែលលីយីកំពុងតែនិយាយធ្វើពួកកូនហ្នឹងខ្លាចក៏មានមនុស្សស្រីម្នាក់ក៏បានចាញ់មកដល់ភ្នាល់ជាមួយនឹងលីយីរបស់យើងបើលីយីអាចឃ្លាទៅកាន់ដានចិនហ្នឹងត្រឹមរយៈពេលតែ3នាទីដូច្នេះហើយនាងនឹងបកល3000នៅគ្រីស្តាល់វិញ្ញាណឲ្យទៅកាន់លីយីប៉ុន្តែលីយីក៏បានប៉ែសាជាមួយនឹងការភ្នាល់មួយនេះដោយគេមិនចង់បាននៅគ្រីស្តាល់វិញ្ញាណនោះទេនាងសួរថាលីយីចង់បានស្អីលីយីបាននិយាយថាបើគេឈ្នះចង់ដែតជាមួយនឹងនាងនៅពេលល្ងាចនេះកាំងខ្លាំងមែនទេហើយក៏ភ្លេចប្រាប់ឈ្មោះទៅកាន់នាងផងដែរនាងមានឈ្មោះថា CU ហើយគឺជា Dark Knight level 20រាសនាមរបស់នាង Voice Grand បកប្រែខ្មែរប្រហែលជាសត្វគ្រាលសហ្នឹងឯងលោកគ្រប់គ្នាក៏មានការព្យាបាលផងដែរនៅពេលដែលលីយីចង់ដែតជាមួយនឹង Dark Knight បែបនេះហើយនាងពិតជាស្រស់ស្អាតប៉ុណ្ណេះសំខាន់នាងគឺជាអនុប្រធានក្រុមនៃគៀលមួយទៀតផងបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់អេដមីនក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបានកំហឹងអ្នកទស្សនារងចាំរឿងថ្មីកាលចេញឆានមកសួរ admin បងពេលណាចេញរឿងហើយជាពិសេសឆាសួរនោះគឺរឿងចិនយ៉នពេលណាចេញរឿងចិនយ៉នហ្នឹងគឺចិត្តចាញ់ហីតែមិនដឹងកាលទេដោយសារ admin ខ្ជិលហើយ depression ហ្នឹងដាច់លុយចាយហងជាមួយនឹងការប្រឡងសងហងចឹងខ្ជិលចេញរឿងហ្មងទៅហើយខានធ្វើរឿងដូចជាម៉ានថ្ងៃនេះដឹងគ្នាយើងនឹករឿងនេះអត់ទេហើយពីភ័ក្រមួយហ្នឹងដូចជាខ្ញុំហៅឈ្មោះតួខោមួយហើយជាមួយនឹងការនិយាយភ្នាល់គ្នារវាងតួបោជាមួយនឹងអាចារ្យ CU ហ្នឹងតាមពិតឈ្មោះអាចារ្យ CU ហ្នឹងគឺឈ្មោះប៉ៃហឺដោយសារខ្ញុំបកប្រែមកខុសប៉ុន្តែដល់ពេលខ្ញុំស្ដាប់នៅពេលទូឲ្យផលរបស់យើងហៅឈ្មោះទៅកាន់អាចារ្យ CU ថាប៉ៃហឺចឹងហើយក៏ខ្ញុំអធិស្ឋានគ្នាយើងខ្លាំងមែនទែនដល់ពេលការភ្នាល់គ្នារវាងអ្នកទាំងពីរវិញអាចារ្យប៉ៃយូហ្នឹងគឺបានភ្នាល់គ្នាជាមួយនឹងលីយីថាបើសិនបើលីយីអាចនៅក្នុង Dungeon Skeleton ហ្នឹងរយៈពេលបាន3នាទីនឹងរួចរស់មានជីវិតមកវិញដូច្នេះហើយការផ្ដល់គ្នាហ្នឹងល្ងាចហ្នឹងតួឲ្យផលរបស់យើងនឹងអាចដែតជាមួយនឹងអាចារ្យប៉ៃហឺបានចឹងហើយនេះគឺជាកំហុសដែលខ្ញុំបានបង្កើតឡើងកាលពីផាត1ដោយសារ Subtitle អត់សូវច្បាស់ចឹងហើយក៏ជាស្រ័យខ្លាំងមែនទែន Subtitle វាលោតដាច់ចឹងហើយខ្ញុំបាក់មើលខ្លាំងមែនទែនមើលឡើង 4-5 ដងមកតានេះវិញដោយសារមើលក្នុង channel ខុស channel គេដាក់ subtitle ឡើងបាច់ព្រីមក channel ដែលមើលបានវិញហើយសូមបញ្ជាក់នៅក្នុងវីដេអូនេះហើយទៅរឿងលៀងស៊ីរបស់យើងនឹងគឺមិនតាន់បានចេញភេទថ្មីទេខ្ញុំមកចាំមកទឹកជាងដែរមិនតាន់បានឃើញចេញភេទ14 15មកមានចេញដល់ត្រឹមភេទ13ហ្នឹងចឹងក៏ជាស្រ័យខ្លាំងមែនទេហើយបើគ្នាយើងនៅក្នុង channel Boy Fu រកភេទ13ឃើញគ្នាយើងគឺអាចចុចឆែកមើលនៅក្នុង channel Remember Fu បានឬក៏ចូលតាម Telegram របស់យើងក៏បានដែរគ្នាយើងគឺអាចឆែករកមើលភេទថ្មីបាននៅក្នុង Telegram របស់យើងហ្មងគឺស្រួលចំពោះ channel Telegram ខ្ញុំផុសតែវីដេអូថ្មីខ្ញុំធ្វើថ្មីនឹងបញ្ចូលសលេងថ្មីតែប៉ុណ្ណោះហើយវីដេអូខ្ញុំកែហើយផុសម្ដងទៀតខ្ញុំអត់បញ្ចូលនៅក្នុង Telegram ទេដើម្បីកុំឲ្យអ្នកចាស់ដែលបានចូលក្នុង Telegram បែកព្រីមួយយើងគ្រាន់តែការកែសម្រួលថ្មីហ្នឹងគឺវាល្អជាងអាចចាស់ហើយវាស្រួលមើលជាងមុនចឹងហើយក៏ជាស្រ័យខ្លាំងមែនទេអូខេដូចជានិយាយចង់2នាទីហើយចឹងហើយចូលទៅកាន់សាច់រឿងរបស់យើងយកតែម្ដងទៅពេលនេះបានចាប់ផ្ដើមជាមួយនឹងការភ្នាល់គ្នារវាងអ្នកទាំងពីរបានពី shop លីយីក៏បានដើរចូលទៅកាន់ Dungeon បាយហឺនាងរងចាំលទ្ធផលរបស់លីយីផាមកនាងចាំដែរទៅចំណែកឯបាយហឺវិញនាងពិតជារីករាយក្នុងចិត្តទុកជាមុនខ្លាំងមែននាងច្បាស់ជាទទួលបាន 3000 កាក់មេសជាមិនខានជាមួយនឹងអ្នកដីទៀតដែលកំពុងតែមើលការភ្នាល់គ្នារវាងអ្នកទាំងពីរគឺមិនជឿទៅលើលីយីឡើយចំណែកឯលីយីរបស់យើងនៅក្នុង Dungeon វិញចូលមកដល់ Dungeon ឆែក
មើលភ្លាមៗក៏មាន skeleton ជាច្រើនគឺបានលេចឡើងជាសំណាងល្អដែលលីយីគឺអាចគេចផុតហើយក៏ដោយសារតែ profession របស់លីយីគឺជាស្ដែងនរកដូច្នេះហើយ skeleton ទាំងអស់នោះគឺត្រូវបាន control ភ្លាមៗដោយលីយីដោយប្រើចង្វាក់នៃសភៅជីវិតនៃការស្លាប់ហើយ skill មួយនឹងមានអត្ថប្រយោជន៍ខ្លាំងមែនទែនដោយសារវាស្ថិតនៅក្នុង level មិនស្រាប់ដូច្នេះហើយសូម្បីតែ skeleton level 3 level 4 ឬក៏ level 2ក៏ដោយលីយីគឺអាច control វាបានទាំងអស់និងចាប់ពួកវាចូលទៅក្នុងដៃវិញបានយ៉ាងងាយស្រួលជាមួយនឹងសមត្ថភាពដ៏អស្ចារ្យមួយនេះហើយក៏ដោយសារតែលីយីរបស់យើងគឺបានគ្រប់គ្រងនិង control វាចូលទៅកាន់ដៃវិញដូច្នេះហើយស្មើនឹងការស្លាប់របស់ពួកវាផងដែរលីយីទទួលបាននៅ experience ជាច្រើនដូច្នេះហើយល្បាយរបស់លីយីក៏មានការកើនឡើងជាច្រើនផងដែរនៅពេលដែលល្បាយលីយីកំពុងតែកើនឡើងនឹង system ក៏បានផ្ដល់នៅ skill 2ឲ្យទៅកាន់លីយីផងដែរមួយគឺជាច្បាប់នៃពិភពលោកពីរគឺជាច្រកទ្វេអាសរ៉ាហើយ experience របស់លីយីទទួលបានច្រើនខ្លាំងមែនដូច្នេះហើយនៅពេលបច្ចុប្បន្នលីយីក៏បានឈានទៅដល់ level 9ផងដែរសូម្បីតែអ្នកមានទេពកោសល្យឈិនហាវថ្ងៃទី2គេទៅតែទទួលបាននៅ level 8តែប៉ុណ្ណោះក៏ដោយសារតែ profession របស់គេគឺជា profession ប្រេងនិទានមានតែមួយលើโลกដូច្នេះហើយវាពិតជាអស្ចារ្យខ្លាំងមែនទែនហើយវាផ្ដល់ជំនួយយ៉ាងច្រើនសម្រាប់លីយីហើយនៅពេលបច្ចុប្បន្នលីយីមាន skill 3 សិភៅនៃជីវិតនៃការស្លាប់1ច្បាប់នៃពិភពលោក1ហើយនិងច្រកទ្វេអាសរ៉ា1ចំពោះច្បាប់នៃពិភពលោកលីយីគឺអាចបញ្ជាឲ្យមនុស្សគ្រប់គ្នាលុតជង្គង់ចំពោះមុខគេបានហើយវាពិតជាអស្ចារ្យខ្លាំងមែនទែនចំណែកឯច្រកទ្វេអាសរ៉ាវិញលីយីគឺអាចប្រើប្រាស់វាដើម្បីកោះហៅទៅកាន់អាសរ៉ាបានមិនត្រឹមតែប៉ុណ្ណោះគឺមានខ្មោចសខ្មៅទៀតផងហើយមើលខ្មោចសខ្មៅមិនសមជាខ្មោចសខ្មៅសោះសមជាទេពអសរបានត្រូវបឹមខ្លាំងមែនទែនអ្នកទាំងពីរសង្ឃឹមថាលីយីគឺអាចឈានទៅដល់ level 15និងអាចកោះហៅដោយផ្ទាល់មកខាងអ្នកទាំងពីរហើយបន្ទាប់ពីអ្នកទាំងពីរបានណែនាំខ្លួនចប់ទៅកាន់លីយីនាងក៏បានត្រឡប់ទៅកាន់នរោរបស់នាងវិញទៅមិនគួរសោះតែម្ដងហើយលីយីដោយសារតែមានស្រីស្អាតចាំផ្ដល់កម្លាំងចិត្តដូច្នេះហើយគេនឹងខិតខំឈានទៅដល់ level 15វិញស្រីយើងក៏បានកាន់មកដល់នៅខាងក្រៅដានចិនវិញម្ដងអ្នកគ្រប់គ្នាកំពុងតែរងចាំមើលដោយសារតែពេលវេលា3នាទីគឺបានកន្លងផុតហើយនៅពេលដែលពួកគេកំពុងតែភ័យជាពិសេសអាចចាយបាយហើនោះនាងគាត់ថាលីយីគឺបានស្លាប់ហើយប៉ុន្តែលីយីក៏បានចេញពីឋានចិនវិញផងដែរគាត់ថាលីយីគ្រាន់តែអាចចាក់ចេញបានតែប៉ុណ្ណោះដូច្នេះហើយវាគ្មានអីដ៏អស្ចារ្យនោះទេប៉ុន្តែក៏ដោយសារតែការផ្ដោតគ្នាមួយនេះលីយីបានឈ្នះហើយដូច្នេះហើយ dating នៅពេលល្ងាចនេះលីយីនឹងរងចាំទៅកាន់នាងហើយលីយីប្រាប់ឈ្មោះរបស់គេទៅកាន់នាងដូច្នេះហើយអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារដឹងថាលីយីរបស់យើងគឺជាកូនដែលមានសម្បូរលុយកាក់ហូរហៀខ្លាំងមែនទេណាកូនហ្នឹងចំណែកឯចាយប៉ៃហើវិញក៏ដឹងអំពីគេឈ្មោះរបស់លីយីផងដែរភ្ញាក់ផ្អើលមិនទាន់បានបញ្ចប់ផងការភ្ញាក់ផ្អើលមួយទៀតក៏បានបន្តក៏ដោយសារតែដានចិនដែលលីយីបានចូលហ្នឹងវាត្រូវបានឃ្លៀបាត់ហើយពួកគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគ្រប់គ្នាទីកន្លែងហ្នឹងតែម្ដងដោយសារតែលីយីទៅតែ awaken តែប៉ុណ្ណោះប៉ុន្តែអាចឃ្លាទៅកាន់ដានចិនមួយតែម្នាក់ឯងព័ត៌មានមួយនេះគឺត្រូវបានផ្សព្វផ្សាយយ៉ាងលឿនចំណែកឯប្រូលីយីរបស់យើងវិញគាត់ក៏បានមកដល់ដានចិនមួយទៀតផងដែរដើម្បីឃ្លៀដានចិនមួយហ្នឹងផងដែរគឺជាដានចិនប្រភេទ Goblin ហើយក៏មានមនុស្សមួយចំនួនកំពុងតែជ្រើសរើសមនុស្សដែលមាន profession swordsman ដើម្បីចូលរួមជាសមាជិកក្រុមរបស់ពួកគេក្នុងការឃ្លៀទៅកាន់ដានចិន Goblin មួយនេះហើយក៏មានមនុស្សមួយចំនួនទៀតគឺលួចរបស់នៅទីកន្លែងហ្នឹងផងដែរលីយីរបស់យើងឃើញបែបហ្នឹងហើយក៏មិនសូវចាប់អារម្មណ៍ផងដែរប៉ុន្តែអ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍និងមានការព្យាបាលនោះគឺកម្រិតដានចិនមួយនេះគឺវាខ្ពស់ខ្លាំងមែនទែនហើយកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៃអត្រានៃការស្លាប់ផងដែរដូច្នេះហើយនៅក្នុងការចូលទៅកាន់ដានចិនមួយហ្នឹងអត់អាចចូលទៅកាន់ម្នាក់ឯងដោយការពីពេលមុននោះទេដូច្នេះហើយលីយីត្រូវតែរកមិត្តរួមក្រុមដើម្បីបំពេញនៅសមាជិកក្រុមរបស់គេក្នុងការចូលទៅកាន់ដានចិន Goblin មួយហ្នឹងហើយដោយសារលីយីមានល្បែង9ស្រាប់ដែលគ្រប់លក្ខខណ្ឌក្នុងការចូលទៅកាន់ដានចិនហ្នឹងបានប៉ុន្តែត្រូវការមិត្តរួមក្រុមនៅក្នុងពេលនោះផងដែរសារទូរស័ព្ទរបស់លីយីក៏បានផ្ញើចូលទៅកាន់គេដែលព័ត៌មានទាំងអស់នោះគឺជាព័ត៌មានថ្មីៗដែលត្រូវបាន update ហើយក៏វាមានព័ត៌មានមួយផងដែរទាក់ទងជាមួយនឹងអាប៉ាយេហ្វានលីយីក៏ស្គាល់ថាអាកូនហ្នឹងគឺជា Swordsman ដែលមានកម្រិតកម្រទោះជានៅពេលបច្ចុប្បន្នអាកូនហ្នឹងគឺមានល្បែងទេពជាងលីយីប៉ុន្តែច្បាស់ជាមានចំណុចពិសេសណាមួយផងដែរចឹងហើយមិនបាច់មើលងាយទៅកាន់វានោះទេនៅពេលហ្នឹងផងដែរក៏មានលោកស្រីពីរនាក់បានហៅទៅកាន់លីយីនាងបានសួរទៅកាន់លីយីថាត្រូវការមករួមក្រុមដើម្បីឃ្លាទៅកាន់ Dungeon Goblin មែនទេនាងគឺអាចជួយទៅកាន់លីយីបានហើយតម្លៃក្នុងការជួយទៅកាន់អ្នកទាំងពីរគឺ 30,000 កាក់មេជា
ពិសេសអ្នកទាំងពីរនឹង carry ទៅកាន់ Lee Yi យកតែម្ដងហើយយើងមកស្គាល់ឈ្មោះរបស់អ្នកទាំងពីរទាំងអស់គ្នាដែលចែកសពពណ៌ផ្ទៃមេឃមួយនេះនាងមានឈ្មោះថា Lee Lien ហើយនាងគឺជា Ash Mage Level 11ចំណែកឯចែកសក្រហមវិញនាងមានឈ្មោះថា Lena ដែលនាងគឺជា Fairy Knight Level 11ផងដែរហើយប្រហែលដោយសារតែអ្នកទាំងប៉ុននឹងផ្ដើមឈ្មោះមកពីអក្សរ L ឯងមើលទៅឈ្មោះតួអង្គនីមួយៗសុទ្ធតែផ្ដើមមកពីអក្សរ L បែបហ្នឹងចឹងហើយដើម្បីកុំឲ្យច្រឡំឈ្មោះតួអង្គខ្ញុំនឹងដាក់ឈ្មោះនៅរាសនាមលើខ្លួនឯងតែម្ដងទៅតែ Lilian ខ្ញុំនឹងហៅឈ្មោះរបស់នាងគឺ Leer តែម្ដងទៅចំណែកឯ Lena វិញខ្ញុំហៅនាងថា Sauna ឈ្មោះប្រវត្តិបាត់ព្រោះអីអ្នកនរគ្នាគឺអាចជួយដាក់បន្ថែមបានបន្តពីអ្នកទាំងពីរគឺបានមកជួបទៅកាន់ Lee Yi ហើយ Leer បានប្រាប់ទៅកាន់ Lee Yi ថាពួកគេទាំងពីរគឺអាចជួយ carry ទៅកាន់ Lee Yi បាននៅក្នុងការ clear dungeon ក៏ប្លីងមួយហ្នឹងដូច្នេះឲ្យ Lee Yi ទុកចិត្តមកកាន់ពួកគេទាំងពីរទៅ Lee Yi ក៏បាននិយាយចំណុចបន្ថែមទៀតផងដែរដោយសារនៅក្នុងការ clear dungeon មួយនេះផងដែរ Lee Yi គឺអត់ចង់ចែករំលែកបទពិសោធន៍ដីច្រើននោះទេអាបទពិសោធន៍ហ្នឹងគឺ experience ហ្នឹងហើយប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយហ្នឹងផងដែរចឹងហើយត្រូវតែឲ្យ Lee Yi បងថ្លៃបន្ថែមឲ្យមើលទៅថ្លៃនោះគឺ 80000 កាក់មេស Lee Yi និយាយច្រើននោះទេបញ្ចេញនៅកាតខ្មៅរបស់គេដែលជាកាតកំពូលមកបងលុយផេភ្លាមតែម្ដងបន្ទាប់ពី Lee Yi បញ្ចេញកាតខ្មៅក៏ដូចជាផេរួចអស់ពួកគេទាំងពីរក៏ដឹងថា Lee Yi គឺជាកូនអ្នកមានសាបាត់ទៅហើយបន្តមកអ្នកទាំង3ក៏បានចូលទៅកាន់ dungeon មួយហ្នឹងតាំង3អ្នកតែម្ដងហើយគ្រប់គ្នាចំណែក Lee Yi ខ្លាំងមែនទែនដឹងថាទៅ clear dungeon ឬក៏ទៅ dead មួយស្រីទេនេះជាពិសេសពួកគេគឺស្គាល់គេឈ្មោះដែលល្បីល្បាញរបស់អ្នកទាំងពីរទៀតផងនៅពេលដែលចូលមកកាន់ dungeon ហើយ Lee Yi ក៏បានផ្ដល់នៅភារកិច្ចទាំងអស់ឲ្យអ្នកទាំងពីរចាត់ការហើយមិនដែរទេឲ្យ Lee Yi ទុកចិត្តមកកាន់អ្នកទាំងពីរទៅហើយ Lee Yi នៅក្បែរពួកគេទៅដើម្បីងាយស្រួលបន្តមកអ្នកទាំងពីរក៏បានចាប់ផ្ដើម clear dungeon យកតែម្ដងហើយការសម្លាប់ទៅកាន់ Goblin ហ្នឹង experience ដែលត្រូវបានសម្លាប់នោះគឺបានហូរចូលទៅកាន់ Lee Yi តែម្ដងជាមួយនឹងការប្រាប់របស់ system អ្នកទាំងពីរគឺបានធ្វើល្អខ្លាំងមែនទែនហើយក៏សម្ដែងធ្វើជាអស់កម្លាំងដែលធ្វើឲ្យ Goblin តបស្អីក៏បានចូលមកចាត់ការទៅកាន់អ្នកទាំងពីរផងដែរដើម្បីឆាប់ទៅកាន់អ្នកទាំងពីរទៅបឺហ្នឹងឯងឃើញបែបហ្នឹង Lee Yi ក៏បានសួរទៅកាន់អ្នកទាំងពីរថាការជំនួយអត់ប៉ុន្តែអីនោះទេ Leer បានផឹក potion របស់នាងបង្កើនអាម៉ាណាចំនួន1000បន្ថែមទៀតហើយនាងក៏បានប្រើប្រាស់វេទមន្តទម្លាក់អាចផ្កាយដើម្បីចាត់ការទៅកាន់តបស្អី Goblin ដែលធ្វើឲ្យតបស្អីជាច្រើនគឺត្រូវបានសម្លាប់សូម្បីតែការរត់គេចខ្លួនរបស់ Goblin តបស្អីហ្នឹងក៏មិនអាចរត់គេចខ្លួនបាននោះដែរគឺត្រូវបានសម្លាប់ខ្ទេចខ្ទីម៉ាណា experience ក៏ត្រូវបានហូរចូលទៅកាន់ Lee Yi ហើយ Lee Yi របស់យើងចាប់អារម្មណ៍ទៅកាន់អ្នកទាំងពីរធ្វើកិច្ចការងារបានល្អខ្លាំងមែនទែនតាមតាំងយុទ្ធសាស្ត្ររបស់អ្នកទាំងពីរហ្នឹងគឺល្អទៀតផងចំណែកឯអ្នកទាំងពីរវិញដោយសារតែ Leer នឹងបានប្រើប្រាស់ម៉ាណាអស់ច្រើនខ្លាំងមែនទែនដូច្នេះហើយនាងត្រូវការពេលដើម្បីសម្រាកបន្តិចដើម្បីស្ដារនៅម៉ាណារបស់នាងត្រឡប់មកវិញជាមួយនឹងកម្លាំងរបស់ Sauna ផងដែរចំណែកឯ Broly របស់យើងវិញកាំងខ្លាំងមែនទែនជាមួយនឹងការបញ្ចេញសម្លេងក៏ដូចជាកាយវិការរបស់អ្នកទាំងពីរបន្ទាប់ពីសម្រាប់អស់មួយសន្ទុះក្រោយមកដើម្បីចាត់ការបើហើយយកតែម្ដងគឺចាត់ការទៅកាន់ Goblin Warlord ដូច្នេះហើយពួកគេគឺទៅកាន់ជំរំរបស់ Were យកតែម្ដងក៏បានសង្កេតមើលទៅកាន់ជំរំរបស់ Goblin ផងដែរប៉ុន្តែនៅក្នុងការ claim មកកាន់ dungeon មួយនេះអ្នកទាំងពីរឲ្យ Lee Yi ទុកចិត្តមកកាន់ពួកគេទៅហើយពួកគេនឹង carry ទៅកាន់ Lee Yi មកចាប់យកតែម្ដងហើយអ្វីដែលពួកគេត្រូវធ្វើនៅក្នុងការ claim មកកាន់ dungeon មួយនេះគឺជាការចាត់ការទៅកាន់ Goblin Warlord ហ្នឹងឯងបន្តមកនាងក៏បានបញ្ចេញនៅតុក្កតារបស់នាងហើយតុក្កតាហ្នឹងមិនមែនតុក្កតាធម្មតានោះទេតែវាគឺជាការកោះហៅទៅកាន់ខ្លាឃ្មុំដ៏ធំមួយហើយបានប្រើប្រាស់នៅសត្វកោះហៅរបស់អ្នកទាំងពីរដើម្បីចាត់ការទៅកាន់កងទ័ព Goblin ចំណែកឯអ្នកទាំងពីរវិញជាមួយនឹង Lee Yi បានចូលទៅកាន់ក្នុងដើម្បីចាត់ការទៅកាន់ Goblin Warlord យុទ្ធសាស្ត្រមួយនេះទៅធ្វើឲ្យ Lee Yi កោតសើទៅកាន់អ្នកទាំងពីរល្អខ្លាំងមែនទែនប៉ុន្តែទោះជាយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយកម្លាំងអ្នកទាំងពីរដូចជាអត់ដល់ដូចជាមានសមត្ថភាពចាត់ការទៅកាន់ Goblin Warlord នោះទេដែលធ្វើឲ្យអ្នកទាំងពីរហ្នឹងគឺត្រូវបានខ្ទេររបស់ Goblin Warlord គឺជាដឹងផងដែរថា Goblin Warlord មួយនេះគឺវាមាន level 20ខ្លាំងមែនទែនហួសនឹង level របស់អ្នកទាំងពីរបាត់ហើយសត្វកោះហៅរវាងអ្នកទាំងពីរហ្នឹងគឺត្រូវបានខ្ទេររបស់កងទ័ព Goblin ផងដែរជាដែលធ្វើឲ្យអ្នកទាំងពីរគឺត្រូវបានឡោមព័ទ្ធដោយកងទ័ពជាមួយនឹង Goblin Warlord ចំណែកឯ Goblin Warlord វិញវាអត់ខ្វល់នោះទេទោះជាអ្នកទាំងពីរស្អាតយ៉ាងណាក៏ដោយក៏បានបញ្ជានៅកងទ័ព Goblin ចូលទៅចាត់ការទៅកាន់អ្នកទាំងពីរផងដែរហើយសារយើងរបស់យើងខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងសិនទៅចង់ប្រាប់គ្នាយើងថាវីដេអូរបស់ខ្ញុំនឹងផុសនៅក្នុង channel 4K Drama វីដេអូនេះគ្រាន់តែជាវីដេអូបង្ហាញដោយសារ
ច្នៃមួយនេះខ្ញុំដាក់ស្នាទីរៃហើយក៏ប្រាប់គ្នាយើងផងដែរថាច្នៃ you know full ហ្នឹងខ្ញុំបានលក់ចេញមកទៅហើយដោយសារដាច់យាយពេកហើយបើគ្នាយើងអត់ដឹងនោះទេគ្នាយើងគ្រាន់តែចូល Telegram ទៅខ្ញុំអាប់ដេតប្រាប់គ្នាយើងហើយតែម្ដងដូចជាខ្ញុំបានប្រាប់គ្នាយើងនៅក្នុងរឿង link sale ផងដែរថាខ្ញុំអត់លក់ច្នៃ you know full នោះទេខ្ញុំ build វាឲ្យឡើងសាប់ឡើងវិញប៉ុន្តែអត់បាន build ទេទៅបាន 5k សោះលក់ចេញទៀតហើយវីដេអូរៀងច្រើនគួរសមដែរហ្នឹងចឹងហើយក៏ជាស្រ័យខ្លាំងមែនទែនរឿង set ដែរហ្នឹងចង់ build ច្នៃមួយទៅប៉ុន្តែរៀងពិបាក build ពេកដោយសារដាច់លុយហ្នឹងឯងមានអីក្រៅពីដាច់លុយនោះទេដែលត្រូវតែលក់ចឹងហើយបើគ្នាយើងចង់ support ខ្ញុំអីគឺអាច support តាមរយៈ QR ខាងលើនេះបានដូចជាជួយ join Telegram ដើម្បីតាមដាននៅរឿងដែលខ្ញុំបានផុសផងនៃយើងដើម្បីឲ្យខ្ញុំកាន់តែមានទឹកចិត្តធ្វើអីចឹងណានៅពេលដែលអ្នកទាំងពីរត្រូវបានឡងពណ៌ដោយកងទ័ព Goblin សាវណាបានប្រាប់ឲ្យ Lear ប្រើនៅ Teleport Scroll ទៅឲ្យនាំអ្នកទាំងពីរចាកចេញពីទីកន្លែងនេះប៉ុន្តែ Lear ក៏បានបារម្ភអំពីតួឯកផលរបស់យើងប៉ុន្តែពួកគេគ្មានពេលនោះទេគួរតែចាកបានមុនដោយការសន្ទនារវាងអ្នកទាំងពីរគឺត្រូវបានខ្លងមើលដោយ Goblin Warlord ជាមួយនឹង Lear របស់យើងឃើញអ្នកទាំងពីរយ៉ាងពិបាកអញ្ចឹងដូច្នេះហើយគេមានផែនការមួយបញ្ចេញកូនសោនៃច្រកទ្វេអាសារ៉ារបស់គេដោយសារតែ Lear គឺមិនចង់ចាកចេញអំពីលីយីដូច្នេះហើយសាវណាមានតែទម្លុះដើម្បីចាកចេញពីទីកន្លែងនេះតែប៉ុណ្ណោះប៉ុន្តែកិច្ចការមួយនេះហាក់ដូចជាគ្មានសង្ឃឹមនោះទេនៅពេលហ្នឹងផងដែរច្រកទ្វេអាសារ៉ាក៏បានលេចឡើងអាសារ៉ាក្រហមមួយក៏បានចេញមកពួកគេមានការភ័យអើខ្លាំងមែនទែនដោយសារតែចំហាយរបស់អាសារ៉ាវាកំណាយក៏ដូចជាខើខ្លាំងមែនទែនក៏ Blink Warlord បានរៀបទៅកាន់អាសារ៉ាផងដែរប៉ុន្តែភ្នែករបស់អាសារ៉ាដូចជាកាយទៅកាន់ Goblin Warlord បន្តមកក៏បានស្ទុយចាត់ការទៅកាន់ Goblin Warlord ត្រឹមតែ2ចលនាតែប៉ុណ្ណោះកាត់ក្បាលទៅកាន់ Goblin Warlord ក៏ដូចជាកំចាត់វាបានដូចគ្នាអ្នកទាំងពីរទៅតែដឹងថាលីយីរបស់យើងគឺជាអ្នកកោហៅហើយគេទៅតែរៀនមិញដែរនោះទេចឹងហើយមិនបាច់បារម្ភអីពេកនោះទេចំណែកកងទ័ព Goblin វិញឃើញថា Goblin Warlord ងាប់បែបហ្នឹងហើយភ័យខ្លាំងមែនហើយពួកវាក៏ត្រូវបានសម្លាប់ដោយអាស្រ័យរបស់លីយីជាបន្តផងដែរនៅពេលដែល Clay ដានចិនបែបហ្នឹងហើយជាហេតុដែលធ្វើឲ្យអ្នកទាំងពីរសួរគ្នាថាតើត្រូវសងប្រាក់ឲ្យលីយីវិញអត់ដោយសារតែពួកគេអត់បាន Clay ដោយផ្ទាល់នោះទេពួកគេបានត្រឹមតែចាត់ការទៅកាន់កងទ័ព Goblin តែប៉ុណ្ណោះចំណែកឯ Goblin Warlord ក៏ត្រូវបានចាត់ការដោយលីយីលើបែបហ្នឹងហើយបានប្រាប់ថាវាមិននោះទេគ្រាន់ថាការ Clay ដានចិនលើក្រោយហ្នឹងជួយបញ្ចុះតម្លៃឲ្យគេបន្តិចទៅបានហើយបន្ទាប់មកក៏បានជ័យលេទៅកាន់អ្នកទាំងពីរហើយក៏បាន teleport ចេញពីដានចិនមួយហ្នឹងអ្នកទាំងពីរក៏បាននិយាយគ្នាទៅទងជាមួយនឹងសមត្ថភាពរបស់ពួកគេប្រៀបធៀបជាមួយនឹងលីយីហើយដូចជាលីយីត្រូវការពួកគេដើម្បីបំពេញនៅចំនួនមិត្តរួមក្រុមតែប៉ុណ្ណោះចំណែកឯប្រលីយីរបស់យើងវិញក៏បាន teleport មកដល់ផ្ទះរបស់គេវិញហើយនៅបម្រើរបស់គេក៏បានរងចាំមកកាន់លីយីក៏ដូចជាប៉ៃលូក៏បានមកសួរសុខទុក្ខទៅកាន់លីយីផងដែរលីយីក៏បានបង្ហាញនាងថានៅពេលបច្ចុប្បន្ននេះគេមាន level 10ធ្វើឲ្យអ្នកបម្រើរបស់គេទាំងអស់គ្នានឹងមានការព្យាបាលខ្លាំងមែនទែនត្រូវសារនេះគឺជាប្រវត្តិសាស្ត្រថ្មីនៅក្នុងមួយថ្ងៃដែលមនុស្សម្នាក់គឺអាចឈានទៅដល់ level 10លឿនយ៉ាងនេះគឺលឿនជាងអបៃឈិនហាវកាលពីឆ្នាំមុនទៀតផងប៉ៃលូបានប្រាប់ទៅកាន់លីយីថាដោយសារតែលីយីគឺបានឈានទៅដល់ level 10បាត់ទៅហើយនោះដូច្នេះហើយនេះគឺជាការហ្គៀលឈានឡុងដែលត្រូវបានផ្ដល់ដោយលោកម្ចាស់ហើយវាគឺជាអំណោយដែលឈានទៅដល់ level 10របស់លីយីដែលពលរបស់គេលីកាំងគឺបានត្រៀមទៅឲ្យគេហ្នឹងឯងការហ្គៀលឈានឡុងគឺអាចឲ្យតួឯករបស់យើងចូលរួមជាមួយនឹងហ្គៀលឈានឡុងបានក៏ដូចគ្នាតួឯករបស់យើងគឺអាចពឹងឲ្យហ្គៀលឈានឡុងជួយគេក្នុងការអាប់ level របស់គេឈានទៅដល់ level 30ផងដែរហើយម្ចាស់ហ្គៀលឈានឡុងពិតជាមនុស្សដ៏មានទេពកោសល្យនិងពូកែខ្លាំងមែនទែនគាត់មានឈ្មោះថាកុងសុនមូរងដែលហ្គៀលរបស់គាត់គឺល្បីល្បាញខ្លាំងមែនទែនទូទាំង Blue Sky ដូចគ្នានេះផងដែរប៉ៃលូនេះគឺបានសួរតួឯករបស់យើងមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងហ្គៀលឈានឡុងអត់តួឯករបស់យើងក៏បានចាប់អារម្មណ៍ជាមួយនឹងពេលសម្ដីរបស់ Lear ជាមួយនឹងសាវណាដែលពួកគេបានសន្ទនាគ្នាទាក់ទងជាមួយនឹងឈ្មោះហ្គៀលឈានឡុងនឹងផងដែរដោយសារតួឯករបស់យើងអត់ចង់មានទំនាក់ទំនងច្រើនជាមួយនឹងអ្នកទាំងពីរដូច្នេះហើយក៏បានបដិសេធក្នុងការចូលរួមជាមួយនឹងហ្គៀលឈានឡុងជាពិសេសនោះនៅក្នុងការអាប់ level គេអាចអាប់ដោយខ្លួនឯងបានចឹងហើយមិនបាច់បារម្ភនោះទេក៏បានបកគលការហ្គៀលឈានឡុងនឹងទៅឲ្យប៉ៃលូវិញទៅយកទៅឲ្យឪពុករបស់គេទៅគេមិនត្រូវការឡើយបន្តមកក៏បានត្រឡប់កាន់បន្ទោរបស់គេវិញទៅមកដល់បន្ទោរបស់គេលីយីកំពុងតែគិតអំពីបទសោតដែលបានចូលទៅ clear នៅក្នុងដានចិនផងដែរប្រៀបជាមួយនឹងការ clear ជាក្រុមគេចូលចិត្ត clear ម្នាក់ឯងក៏ដូចជាទទួលបាននៅ experience ជាច្រើនជាងគ្នាជាក្រុមដូច្នេះហើយ
ប្រហែលជាគេត្រូវតែ clear ម្នាក់ឯងដើម្បីបង្កើននូវ level របស់គេកាន់តែច្រើនហើយជាពិសេសគេត្រូវការ dungeon ណាដែលមាន level ធំដើម្បីអាចឲ្យគេឈានទៅដល់ level 30កាន់តែលឿនផងដែរដោយសារតែ dungeon ធម្មតាហ្នឹងគឺវាស្រួលនិងធ្វើឲ្យ level របស់ Lily កើនយឺតខ្លាំងមែនទែនដូច្នេះហើយមានតែទៅ dungeon ដែលមានថ្នាក់ខ្ពស់តែប៉ុណ្ណោះប៉ុន្តែគេកំពុងតែគិតចោលឡើងហាក់ដូចជាផ្លេចអីមួយនេះយើងដឹងថាកូននឹងផ្លេចអីអត់កូននឹងគឺផ្លេចទៅដែរជាមួយនឹងអាចារ្យប៉ៃហឺហ្នឹងឯងកាំងខ្លាំងមែនទែនណាត់ជាមួយនឹងកូនកំមុំគេហើយអត់ទៅដែរអីណាសេរីរបស់យើងក៏បានកាន់មកដល់ថ្ងៃបន្តវិញបន្តពី Clear Dungeon ជាមួយនឹង Leader ជាមួយនឹង Sauna ហើយនៅពេលនោះអាចារ្យប៉ៃហឺក៏បាន test មកទៅកាន់ Lily ក៏ដូចជានិយាយទៅកាន់អាកូនហ្នឹងហាក់ដូចជានៅក្មេងនោះទេប៉ុន្តែការចងចាំដូចជាអត់ល្អសោះនេះហើយ Lily ភ័យខ្លាំងមែនទេដោយសារតែគេគឺបានសន្យានៅទីមស្រាមួយនឹងដែលទីងជាមួយនឹងអាចារ្យប៉ៃហឺប៉ុន្តែគេបែរជាផ្លេចទៅវិញចង្អាយ Lily ក៏បានសុំទោសទៅកាន់អាចារ្យប៉ៃហឺក៏ដូចជាហៅនាងទៅញ៉ាំអីដើម្បីជាការសុំទោសផងដែរធ្វើនាងកាំងខ្លាំងមែនទេប៉ុន្តែចុងក្រោយនាងនៅតែយល់ព្រមទៅជាមួយនឹង Lily ដដែលសេរីរបស់យើងក៏បានកាន់មកដល់ភោជនីយដ្ឋានវិញម្ដងអាចារ្យប៉ៃហឺក៏បានសើទៅកាន់ Lily ខ្លាំងមែនទេដែលបានឈានមកដល់ level 11ត្រឹមតែរយៈពេល2ថ្ងៃនេះគឺជាល្បឿនមួយដែលត្រូវបានកសង្កល់ Lily គឺគ្មានអីអស្ចារ្យនោះទេប៉ុន្តែនៅក្នុងគំនិតរបស់គេបើសិនបើគេមានបន្ទុកពិភពលោកគ្រប់គ្រាន់ level របស់គេច្បាស់ជាកើនឡើងជានឹងច្រើនដងខ្លាំងមែនទែនហើយនាងក៏បានសួរទៅកាន់ Lily ថាតើគេមានកម្រងអីបន្តទៀតដោយសារតែពេលហ្នឹងឯងដែលធ្វើឲ្យ system របស់ Lily របស់យើងគឺមានប្រតិកម្មដោយសារតែ Lily របស់យើងគឺជាមនុស្សដែលមានឋានៈខ្ពស់ដូច្នេះហើយបន្ទាប់ពីទទួលពាក្យធម្មតាគេនឹងទទួលបាននៅចំរើពីទៀតរាល់ពេលនៅពេលដែលមនុស្សគឺនិយាយមកកាន់ Lily នៃតែពាក្យកណ្ដាលរបស់ពួកគេដូច្នេះហើយ Lily ទទួលបាន10បន្ទុកបន្ថែមទៀតនៃបន្ទុកពិភពលោកហើយនៅពេលដែល Lily ស្វែងយល់នៅអត្ថន័យដែលពួកគេនិយាយមកឲ្យ Lily ចំបានដូច្នេះហើយ Lily នឹងទទួលបាននៅ Divine Abyss level 1ដែលជា skill កម្រខ្លាំងមែនទែនដែលធ្វើឲ្យ Lily របស់យើងពិតជាពេញចិត្តជាមួយនឹងរង្វាន់ទាំងពីរនេះដូច្នេះហើយក៏បានសួរទៅកាន់អាចារ្យប៉ៃហឺវិញតើនាងមានបញ្ហាអីទេនៅពេលថ្មីនេះជាតែធ្វើឲ្យនាងបានគិតថា Lily របស់យើងប្រហែលជាចង់ប៉ះប៉ូវនៅសំណងនៅពេលដែល Lily គឺបានផ្លេចនៅការ dating រួចនាងពីការពីម្សិលមិញហើយដូច្នេះហើយនាងបាននិយាយថាបញ្ហាដែលនាងគឺជួបនោះគឺជាការផ្លាស់ប្ដូរនៅសម្ភារៈ equipment មួយចំនួនចឹងហើយ Lily អាចជួយទៅកាន់នាងបានអត់ប៉ុន្តែ Lily គ្មានតែស្ដាប់ពេលសម្រាប់របស់ចាយប៉ៃហើយនោះទេដោយសារ system គឺបានផ្ដល់នៅរង្វាន់មកឲ្យ Lily បាត់ហើយដោយវាគឺជា Divine Abyss ហ្នឹងហើយដែល skill មួយហ្នឹងផងដែរគឺអាចធ្វើឲ្យ Lily របស់យើងគឺអាចធ្វើឲ្យមនុស្សម្នាក់ទៀតគឺអ្វីខាន់ជាលើកទី2បានជាដែលធ្វើឲ្យ Lily មានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគេទទួលបាននៅសមត្ថភាព2ដងនៅពេលដែល Lily ជួយទៅកាន់មនុស្សម្នាក់នោះចំណែកឯអាចារ្យរបស់យើងវិញអាចារ្យប៉ៃហឺក៏បានសុំទៅកាន់ Lily នៅឧបករណ៍3ដែលនាងត្រូវការដោយសារនាងគឺពិបាកក្នុងការផ្លាស់ប្ដូរនិងទទួលវាបានខ្លាំងមែនទែនប៉ុន្តែប្រ Lily គ្មានទៅស្ដាប់ទៅកាន់នាងនោះទេក៏បានចាក់ចែងពីទីកន្លែងហ្នឹងដោយសារគេមានការចែងទៅមុនប៉ុន្តែអ្វីដែលធ្វើឲ្យយើងកាងនោះគឺ Lily ថាភេមកកាន់គេទៅអត់ប៉ុន្តែ Lily បានដើរចេញទៅគ្មានបានទៅចេញលុយនៅភោជនីយដ្ឋានមួយនេះនោះទេជាដែលធ្វើឲ្យអាចារ្យប៉ៃហឺត្រូវបង់លុយនៅភោជនីយដ្ឋានដល់អាហារដែលពួកគេគឺបានញ៉ាំហើយនឹងដដែលធ្វើនាងកាងខ្លាំងមែនដែរចំណែកឯប្រ Lily របស់យើងកំពុងតែដើរគិតតែតងជាមួយនឹង Divine Abyss level 3របស់គេត្រូវតែរកមនុស្សដើម្បីសាកល្បងជាផ្សាយគឺជនក្រីក្រអ្នកក្រដែលគ្មានសមត្ថភាពដើម្បីផ្លាស់ប្ដូរក៏ដូចជាអ្វីខាន់បាននិងទទួលបានសមត្ថភាពទេពដូច្នេះហើយគេអាចជួយទៅកាន់នោះឲ្យបង្កើតក្រុមនៃសមាជិកក្រុមរបស់គេដើម្បីប្រមាញ់នៅក្នុងដានចាន់បានផងដែរនៅពេលហ្នឹង Lily របស់យើងហាក់ដូចជាមកដល់ក្រុមហ៊ុនមួយចឹងហើយបានឃើញមនុស្សជាច្រើនកំពុងតែស្វែងរកការងារ Lily ក៏បានចាប់អារម្មណ៍ទៅកាន់នារីម្នាក់ដែលមាន level 10ផងដែរខ្ញុំមិនតន់ប្រាប់ឈ្មោះទៅកាន់នាងនោះទេចាំនៅពេលដែលតួឯកផលរបស់យើងហៅឈ្មោះទៅកាន់នាងចាំខ្ញុំប្រាប់តែម្ដងដោយសារតែនៅពេលដែលខ្ញុំបកផាននៅលើ screen ហ្នឹងទៅគឺបកផាយវាអត់ច្បាស់ជាមួយនឹងការហៅឈ្មោះផ្ទាល់នោះទេនៅពេលដែលតួឯកផលរបស់យើងសម្លឹងមើលក៏ដូចជានិយាយទៅតងជាមួយនឹងនាងជាហេតុដែលធ្វើឲ្យនាងភ័យខ្លាំងមែនទេគឺថាតួឯកផលរបស់យើងហ្នឹងគឺចង់ទិញនាងមិនជាស្រីលោកខ្លួននោះទេប៉ុន្តែតួឯកផលរបស់យើងបាយជាគិតវិញថាអាចារ្យហ្នឹងភ្នំទួយខ្លាំងមែនទេមិនត្រូវស្តង់ដាររបស់គេនោះទេក៏ដូចជា standard ផ្សេងទៀតរបស់នាងហ្នឹងគឺអត់មានត្រូវលក្ខខណ្ឌរបស់ Lily ដែលត្រូវពេញចិត្តជាមួយនឹងនាងតែម្ដងប៉ុន្តែ Lily ក៏បាននិយាយតែតងជាមួយនឹងការធ្វើអាជីពជាមួយនឹងនាងដូចជាជួលនាងឲ្យធ្វើការជាមួយនឹងខ្លួនផងដែរដែល Lily នឹងផ្ដល់ថ្លៃអាហារថ្លៃសាក់នៅដូចជាប្រាក់ខែចំនួន 100000 កាក់មាសខ្ញុំមិនដឹងថា 100000 កាក់មាសឬក៏ 100000 យ៉ងនោះទេប្រហែលជា 100000 កាក់មាសហ្នឹងឯងឲ្យនាងនៅក្នុងមួយខែជាពិសេសនាងរីករាយខ្លាំងមែនទែនអរគុណទៅកាន់ Lily ហើយ Lily ក៏បានទៅមនុស្សមួយចំនួនទៀត
ទៀតផងដែរដើម្បីចូលរួមជាមួយនឹងសមាជិកក្រុមរបស់គេហើយគេក៏បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងគ្នានៅទីកន្លែងហ្នឹងហើយដូចជានាំពួកគេប្រមាណអ្នកហ្នឹងទៅកាន់ផ្ទះរបស់គេដូចគ្នាហើយលីយីមកដល់ផ្ទះរបស់គេពិតជាស្នេហ៍ខ្លាំងមែនដែលរកឃើញមនុស្សដែលមានទេពកោសល្យចំនួន6នាក់បូករួមជាមួយនឹងអាចារ្យលីអឺជាមួយនឹងសាវណា2នាក់ទៀតផងដែរដូច្នេះហើយគេគឺអាច awaken ទៅកាន់ពួកគេជាលើកទី2ដើម្បីឲ្យពួកគេអាចជួយមកកាន់ការងាររបស់ខ្លួនបានកាន់តែច្រើនបន្ថែមទៀត